សូមកុំអាលអូសរំលងត្រីមិត្តចុចแชร์ឲ្យអ្នកមានជំងឺដឹងផងបើដឹងថាខ្លួនមានជំងឺលើសជាតិស្ករមានជំងឺទឹកនោមផ្អែមសូមធ្វើទឹកពោតបារាំងនេះផឹកជាបន្ទាន់ពោតបារាំងមានប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមសារដំបៅក្រពះពោះវៀនលើសឈាមជំងឺតម្រងនោមលើសកូលេស្តេរ៉ុលបំពន់ខួរក្បាលកែតូលីម៉ូបទម្លាក់ព្រូនសត្វល្អិតបំពន់ថ្លើមការពារជំងឺមហារីកវិធីធ្វើយកពោតបារាំងស្រស់ចំនួន2លាងឲ្យស្អាតរួចកាត់ជាចំណិតស្ដាងដាក់ត្រាំនៅក្នុងទឹក1កែវធំរួចទុកត្រាំរយៈពេល1យប់ទទួលទានភេសជ្ជៈនេះក្នុងពេលព្រឹកនៅពេលពុះទទេ30នាទីមុនទទួលទានអាហារពេលព្រឹកនេះអនុវត្តបែបនេះរយៈពេល7ថ្ងៃជាប់គ្នាដើម្បីសម្អាតជាតិពុលក្នុងតម្រងនោមរបស់អ្នកនិងបង្កើតទូនាទីរបស់វាបានយ៉ាងល្អប្រសើរជាងមុនដំណឹងល្អអ្នកដែលពិបាកគេងមិនលក់ពិសាតែ1កែវធានាគេងលក់បានលឿនគេងរហូតដល់ព្រឹកឱសថនេះជួយឲ្យអ្នកឆាប់គេងលក់និងគេងលក់ស្រួលពេញ1យប់សម្រាប់មនុស្សចាស់ដែលពិបាកដេកលក់តែ1កែវមុនចូលគេងគឺល្អណាស់សម្រាប់អ្នកពិបាកគេងមិនលក់ពេលខ្លះភ្ញាក់កណ្ដាលយប់ហើយមិនរមួយគេងទៀតទេជាពិសេសមនុស្សចាស់គឺពិបាកគេងណាស់ធ្វើតាមរូបមន្តនេះធានាគេងលក់បានលឿនវិធីប្រើគ្រាប់កន្ធំថែត1ស្លាបព្រាបាយស្ងោរជាមួយទឹក500មីលីលីត្ររយៈពេលស្ងោរ15នាទីពិសា1កែវមុនចូលគេងបងប្អូននឹងគេងលក់រហូតដល់ព្រឹកដោះស្រាយបញ្ហាគេងមិនលក់គេងលក់ស្រួលមានសង្ឃឹមហើយនេះគឺជារូបមន្តតាមបែបធម្មជាតិជួយលាងសម្អាតជាតិខ្លាញ់នៅក្នុងឈាមសម្រួលដល់សម្ពាធឈាមសរសៃឈាមវាមានតួនាទីសំខាន់ណាស់ក្នុងការដឹកនាំអុកស៊ីសែននិងឈាមពីបេះដូងរបស់មនុស្សទៅកាន់សរីរាង្គផ្សេងទៀតបើសរសៃឈាមមានសុខភាពល្អគឺមានសភាពទន់ហើយនិងយឺតខាងក្រោមនេះគឺជារូបមន្តដ៏ល្បីប្រចាំប្រទេសរុស្ស៊ីដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ជាតិខ្លាញ់ដែលបង្កឲ្យមានគ្រោះថ្នាក់ក្នុងឈាមរូបមន្តនេះធ្វើឲ្យចលនាឈាមមានការប្រសើរឡើងកាត់បន្ថយជាតិលាញ់និងជួយឲ្យសម្ពាធឈាមមានស្ថិរភាពនិងជំនួយលំហូរឈាមឲ្យមានភាពប្រសើរឡើងចំពោះគ្រឿងផ្សំមានដូចជាក្រូចឆ្មាធម្មជាតិអាចយកក្រូចឆ្មាពណ៌លឿងក៏បានចំនួន4ចំណិតខ្ទឹមស4កំពឹសទឹកឆ្អិន1លីត្រវិធីធ្វើបកខ្ទឹមសឲ្យស្អាតហាន់ជាចំណិតស្ដាងចិតក្រូចឆ្មាជាចំណិតបន្ទះស្ដាងដាក់គ្រឿងផ្សំទាំងនោះចូលទៅក្នុងទឹកឆ្អិននៅក្នុងកែវធំមួយបន្ទាប់មកទៀតត្រូវរក្សាល្បាយនោះទុកនៅក្នុងទូទឹកកកឲ្យបានរយៈពេល3ថ្ងៃអ្នកអាចចាប់ផ្ដើមប្រើប្រាស់ល្បាយនោះបន្ទាប់ពីរយៈពេល3ថ្ងៃក្រោយក៏ប៉ុន្តែអ្នកត្រូវតែរក្សាល្បាយនេះក្នុងទូទឹកកកគ្រប់ពេលវេលាចំពោះការប្រើប្រាស់ទទួលទានចំនួន1ស្លាបព្រាបាយជារៀងរាល់ថ្ងៃមុនពេលទទួលទានអាហារពេលព្រឹកដើម្បីធ្វើការលាងសម្អាតខ្លាញ់ក្នុងឈាមនឹកស្មានមិនដល់មែនរឿងទាំងនេះនឹងកើតឡើងលើរាងកាយអ្នកពេលញ៉ាំចេកមុនពេលចូលគេងជាប្រចាំអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានបង្ហាញពីផលដ៏អស្ចារ្យនៃការញ៉ាំចេកមួយផ្លែមុនពេលចូលគេងទី1ជួយឲ្យចេញលក់ស្រួលចេកមានអាមីណូអាស៊ីតសារធាតុប្រឆាំងអុកស៊ីតកម្មនិងម៉ាញ៉េស្យូមជាសារធាតុដ៏សំខាន់បំផុតមួយសម្រាប់ខួរក្បាលការព្យាបាលការថប់អារម្មណ៍ការគេងមិនលក់ការអស់កម្លាំងជំរុញដល់ការគេងធ្វើឲ្យអ្នកគេងលក់លឿននិងបានយូរជាងមុនទី2ល្អសម្រាប់ប្រព័ន្ធរំលាយអាហារចេកមានសារធាតុចិញ្ចឹមជាច្រើនដែលល្អសម្រាប់ការរំលាយអាហារបានកាន់តែល្អប្រសើរចេកដែលមិនទាន់ទុំក៏សម្បូរទៅដោយម្សៅនិងសារធាតុផេទីនដែលអាចទ្រទ្រង់ដល់បាក់តេរីដែលមានប្រយោជន៍ក្នុងប្រព័ន្ធរំលាយអាហារផងដែរជួយការពារហានិភ័យនៃជំងឺមហារីកពោះវៀនធំទី3មានជាតិស្ករដែលល្អដល់សុខភាពការទទួលទានចេកមុនពេលចូលគេងនឹងជួយឲ្យរាងកាយត្រៀមថាមពលអាចគេងលក់ស្រួលគុណភាពនៃការគេងកាន់តែប្រសើរនិងការភ្ញាក់ពីដំណេកជាមួយនឹងរាងកាយដែលមានសុខភាពល្អទៀតផងទី4ជួយការពារការរមួលក្រពើនៅពេលយប់បានយ៉ាងល្អចេកសម្បូរទៅដោយម៉ាញ៉េស្យូមនិងប៉ូតាស្យូមជួយលើកកម្ពស់និងធ្វើឲ្យសីតុណ្ហភាពនៃអេឡិចត្រូលីតនៅក្នុងរាងកាយដោយជួយស្ដារការខូចខាតធ្វើឲ្យសាច់ដុំបានធូរស្បើយទី5ល្អសម្រាប់ប្រព័ន្ធសរសៃឈាមបេះដូងការស្រាវជ្រាវបានបង្ហាញថាអ្នកដែលមានសម្ពាធឈាមនិងជំងឺបេះដូងគួរទទួលទានចេកមួយផ្លែមុនពេលចូលគេងព្រោះសារធាតុប៉ូតាស្យូមនៅក្នុងចេកនឹងជួយគ្រប់គ្រងសម្ពាធឈាមម្យ៉ាងវិញទៀតសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងចេកជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងផងដែរអ្នកជំនាញបានណែនាំឲ្យទទួលទានចេកមួយផ្លែនៅពេលល្ងាចគួរទទួលទានចេកប្រហែលជា1ទៅ2ម៉ោងបន្ទាប់ពីអាហារពេលល្ងាចដើម្បីជំរុញប្រសិទ្ធភាពរបស់វាសូមទទួលទានតែចេកមួយផ្លែជៀសវាងការទទួលទានច្រើនពេកនឹងបណ្ដាលឲ្យហាមពុះនិងអាចឡើងទម្ងន់បងប្អូនដែលមានការស្រវាំភ្នែកមើលមិនច្បាស់ហៀទឹកភ្នែកឬក៏មានអាចភ្នែកជាដើមហើយក៏ត្រូវជាមួយបងប្អូនដែលមានជំងឺរូដុំបាក់មិនថាខាងក្នុងឬក៏ខាងក្រៅទេគឺថាបងប្អូនអាចសាកហូបជាមួយនឹងដើមឆាយាឬនឹងដើមនេះបានរបៀបធ្វើបងប្អូនគ្រាន់តែបេះជាមួយនឹងស្លឹកឆាយានេះរួចហើយបងប្អូន3ចំនួន1ក្តាប់ដៃយកទៅលាងសម្អាតឲ្យស្អាតជាមុនសិនទើបយកទៅដាក់ដាំទឹកចំនួន2លីត្ររម្ងាស់ឲ្យបានពី10ទៅ15នាទីទៅបងប្អូនយកមកហូបហើយការហូបផងដែរគឺថាមិនកំណត់ទឹកក៏មិនកំណត់ពេលវេលាដែលបងប្អូនហេតុពេលណាហូបពេលនឹងចុះហូបចាប់មួយអាទិត្យឡើងទៅគឺថាការបងប្អូនដែលស្រវាំភ្នែកឬដុំបាត់បងប្អូននោះនឹងបានធូរស្បើយម្ដងទៀតហើយឱសថមួយប្រភេទនេះជំនួយដល់សុខភាពតាំងពីក្បាលដល់ចុងជើងបងប្អូនទាំងអស់គ្នាតែប្រយោជន៍ជំនួយខួរក្បាលបេះដូងឈាមបញ្ចុះសម្ពាធឈាមតម្រងនោមសរសៃប្រសាទសាច់ដុំនិងផ្សេងជាច្រើនទៀតរបៀបប្រើបេះកាប់ទីដូងរួចហាលឲ្យស្ងួតយកមួយចឹកដាក់ក្នុងកែវមួយឆុងទឹកក្តៅពិសាដូចតែជារៀងរាល់ថ្ងៃ